បងបងសួររដុំតឡាងតង់ចង់អាຂະຫນាតតូចៗបងបងអានេះຂະຫນាតតូចអញ្ចឹងបងលេងជាមួយនឹងថ្ម3.7 វ៉ុលបានអញ្ចឹងបង3.7 វ៉ុលឬក៏5 វ៉ុលក៏អាចលេងបានដែរសម្រាប់បតតឡាងតង់ចង់នេះអានេះចរន្តវាបាន200អាំពែដែរ200 វ៉ាត់អញ្ចឹងបង200 វ៉ាត់ហើយបើសិនជាលេងបាសធំបងអាចលេងត្រឹម200 វ៉ាត់បានគឺលេងប្រភេទនេះចុងបងអានេះល្អប្រើ input វាអាចចន្លោះពី12ទៅ48 វ៉ុលបង48 វ៉ុលចឹងវាអាចលេងបានហើយប្រភេទនេះខ្ញុំយកមកគឺវាល្អប្រើវាធន់នឹងការប្រើប្រាស់អញ្ចឹងបងវាអត់មានឆ្លងតង់ចង់អីញ៉ៃប្រភេទនេះអានេះវាចេញបាន600 វ៉ាត់អញ្ចឹងបងវាលេងបាន TB 21បានអញ្ចឹងបងឬក៏ ST 21AT 21ក៏បានដែរប៉ុន្តែទាមទារឲ្យ input វាតង់ចង់ខ្ពស់អញ្ចឹងបងទីហោតង់ចង់វា25 វ៉ុលហើយយើងតឡើងទៅ30 វ៉ុលអីទៅគឺវាស៊ូរួចអញ្ចឹងបងវាស៊ូរួចបើតង់ចង់រឿងទៀបគឺចរន្តវាទាញខ្លាំងអញ្ចឹងបងអញ្ចឹងវាធ្វើឲ្យកម្ដៅនេះវាឡើងខ្លាំងអញ្ចឹងបងអញ្ចឹងលេងអានេះក៏បានអានេះតម្លៃរៀងធូរទេមកគ្រប់តែ$5ទេហើយនេះគឺមកគ្រប់តែ$1កន្លះទេបងហើយសម្រាប់លេងធំអានេះចាប់ពីលេង 500 វ៉ាត់ឡើងចុងបង ampli ST 1000 3002 6001គឺ1 amp ចុងបង1 amp ចុងបងអាចលេខបានចុងបងអានេះ1200 វ៉ាត់ហើយតម្លៃវាតែ$9ទេបងអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេ